សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រនៅក្នុងការបំពេញ address ក្រុមហ៊ុនដឹកជញ្ជូននៅក្នុង1688អញ្ចឹងដើម្បីបំពេញអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូននៅក្នុង1688បងប្អូនទាំងអស់គ្នាចូលមកកាន់ app 1688នឹងមកបន្តមកទៀតយើងចុចលើសញ្ញារូបមនុស្សខាងស្ដាំដៃខាងក្រោមស្ដាំដៃហ្នឹងចុចលើសញ្ញារូបមនុស្សហ្នឹងមកបន្តមកទៀតយើងស្វែងរកសញ្ញាផែនទីឬក៏សញ្ញា map នេះណាហើយយើងចុចលើសញ្ញា map នឹងមកដើម្បីធ្វើការបំពេញអាសយដ្ឋានមកដល់កន្លែងនេះយើងចុចពាក្យពណ៌ក្រហមនេះដើម្បីធ្វើការចូលទៅកាន់កន្លែងបំពេញអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនគឺយើងប្រើក្រុមហ៊ុនដឹកជញ្ជូន JHT ចឹងនៅផ្ទាំងមួយនេះខាងលើហ្នឹងគឺយើងបំពេញ ID ក្រុមហ៊ុនដឹកជញ្ជូនផ្ទាំងទី2បំពេញលេខទូរស័ព្ទក្រុមហ៊ុនដឹកជញ្ជូនទី3គឺ zip code ហើយទី4គឺយើង select ពាក្យណា select ពាក្យ3ខ្ទង់ទី5គឺយើង copy paste address និយាយទៅវាស្តៀងជាមួយនឹងតាប៉ាវដែរយើងចង់ដឹងច្បាស់យើងចូលមកកាន់ JHT Express របស់យើងដើម្បីធ្វើការ copy address មកនៅក្នុង JHT Express គឺយើងមាន address នៅក្នុងនឹងស្រាប់យើងអាច copy paste នៅក្នុង app របស់យើងអញ្ចឹងនេះគឺជារូបគំរូបន្ថែមទៀតដើម្បីបំពេញ